ពាក្យស្មោះមិនពិរោះតែមានប្រយោជន៍បាទសូមបងប្អូនមកចូលរួមជាមួយនឹងប្រធានបទថ្មីមួយទៀតបាទពាក្យស្មោះមិនពិរោះតែមានប្រយោជន៍តែមុននឹងចូលដល់ប្រធានបទយើងខ្ញុំសូមគោរពដល់បងប្អូនសូមបងប្អូនជួយចុចមេដៃសូមជួយ comment និងជួយចុច subscribe ឬសរសេរជាភាសាខ្មែរដាក់ថាជាវបាទជួយចុចអក្សរជាវបាទដើម្បីភ្ជាប់ទំនាក់ទំនងដើម្បីជាការលើកទឹកចិត្តដល់រូបខ្ញុំណាបាទហ្នឹងហើយអរគុណបងប្អូនទុកជាមុនបាទអញ្ចឹងយើងចូលមកដល់ប្រធានបទរបស់យើងគឺពាក្យស្មោះមិនពិរោះតែមានប្រយោជន៍បាទតើមានអត្ថន័យយ៉ាងណាមានខ្លឹមសារយ៉ាងណាបាទពាក្យស្មោះបើយើងនិយាយទៅពាក្យស្មោះមិនពិរោះនេះបើយើងនិយាយទៅគឺច្រើនតែជាពាក្យដែលនិយាយទៅលើចំណុចខ្សោយឬចំណុចអវិជ្ជមានឬចំណុចមិនយល់ដឹងមិនចេះដឹងរបស់អ្នកណាម្នាក់ណាបាទអញ្ចឹងហើយពាក្យទាំងអស់ហ្នឹងវាធ្វើឲ្យអ្នកដែលឧបមាថាយើងបានប្រាប់ទៅអ្នកណាម្នាក់ច្រើនតែអ្នកនោះគេមិនពេញចិត្តទេបាទអញ្ចឹងហើយស្ដាប់ទៅគឺមិនពិរោះទេបាទឧបមាថាបើមានគេថាឲ្យយើងថាចំណុចខ្សោយយើងអញ្ចេះយើងនៅអនកន្លែងនេះយើងនៅមិនកើតកន្លែងនេះអញ្ចឹងអាពាក្យហ្នឹងដែលយើងស្ដាប់ទៅវាមិនពិរោះទេបាទវាមិនពិរោះទេវាអាចធ្វើឲ្យយើងអន់ចិត្តវាអាចធ្វើឲ្យយើងខឹងមួម៉ៅចំពោះពាក្យដែលគេនិយាយមកលើយើងពាក្យស្មោះត្រង់ហ្នឹងបាទពាក្យសម្ដីស្មោះត្រង់ហ្នឹងបាទប៉ុន្តែពាក្យទាំងអស់ហ្នឹងគឺវាមានប្រយោជន៍ប្រសិនបើយើងស្ដាប់ហើយពិចារណាហើយស្វែងយល់ពីខ្លួនឯងស្វែងរកចំណុចខ្សោយដែលគេប្រាប់ពីខ្លួនឯងហើយយើងធ្វើការអភិវឌ្ឍវាបាទធ្វើការអភិវឌ្ឍវាកែតម្រូវវាឲ្យមកជាល្អឲ្យមកជាពិសេសឲ្យមកជាខ្លាំងណាបាទអញ្ចឹងវាមានប្រយោជន៍កាលណាយើងមានចំណុចមិនល្អកន្លែងណាមួយដែលខ្លួនយើងមិនដឹងយើងឧបមាអញ្ចឹងណាហើយមានមិត្តភ័ក្តិយើងឬមានសាច់ញាតិយើងឬមាននរណាម្នាក់ប្រាប់តាមពិតយើងត្រូវអរគុណគេបាទអរគុណគេមែនតែនពីព្រោះអីគេមានសមត្ថភាពជាងយើងគេពូកែជាងយើងគេចេះដឹងជាងយើងគេឆ្លាតជាងយើងគេខ្លាំងជាងយើងទើបគេអាចមើលចំណុចខ្សោយឬចំណុចដែលយើងមិនខ្លាំងដែលយើងមិនវាងវៃដែលយើងមិនចេះនឹងខេញណាបាទអញ្ចឹងហើយពីគេប្រាប់មកយើងថាយើងខ្សោយកន្លែងនេះអន់កន្លែងនេះគឺថាយើងត្រូវតែអរគុណគេមិនមែនគូអរគុណណាត្រូវអរគុណគេហើយយើងអាចខាងបងកន្លែងនេះខ្ញុំមិនយល់ទេបងអាចជួយប្រាប់ខ្ញុំបន្ថែមទៀតបានទេដើម្បីខ្ញុំកែតម្រូវបើសិនបើយើងចេះសួរអញ្ចឹងថែមទៀតមានន័យថាយើងជាមនុស្សឆ្លាតម្នាក់ហើយបាទតែផ្ទុយទៅវិញណាប្រសិនបើគេប្រាប់ចំណុចខ្សោយចំណុចមិនខ្លាំងចំណុចមិនកើតចំណុចមិនឆ្លាតរបស់យើងហើយយើងបែរជាខឹងមានន័យថាយើងល្ងងទេយើងមិនមែនជាមនុស្សឆ្លាតទេបាទអញ្ចឹងកន្លែងហ្នឹងខ្លាំងណាស់បាទកន្លែងហ្នឹងខ្លាំងណាស់ពីព្រោះជាទូទៅមុននឹងយើងធ្វើអ្វីវាតើយើងចេះដឹងហើយបើយើងមិនចេះដឹងយើងធ្វើអ្វីវាអត់បានសម្រេចបាទធ្វើបានតែពាក់កណ្ដាលទីមានបញ្ហាមានឧបសគ្គធ្វើបានតែពាក់កណ្ដាលទីមានបញ្ហាមានឧបសគ្គដោយសារអីដោយសារយើងចេះដឹងតិចចេះដឹងមិនគ្រប់វាខ្វះវាអត់ពេញលេញណាបាទវាអត់គ្រប់ចំនួនចំណេះដឹងសម្រាប់ដែលយើងធ្វើអ្វីមួយឧមាដែលយើងចង់ធ្វើអ្វីមួយយើងត្រូវមានការយើងមានត្រូវមានចំណេះដឹង6បាទ6ផ្នែកបាទ6ផ្នែកនៅក្នុងហ្នឹងប៉ុន្តែយើងមានត្រឹមតែ3យើងខ្វះ3ដូច្នេះយើងធ្វើបានពាក់កណ្ដាលយើងជួបបញ្ហាយើងជួបឧបសគ្គដែលធ្វើឲ្យយើងអាចបោះបង់ដែលធ្វើឲ្យយើងអាចខ្លាចរអាចំពោះការងារឧបមាថាបើយើងធ្វើការងារមួយទៅជួបបញ្ហាជួបឧបសគ្គធ្វើការងារមួយទៅជួបបញ្ហាជួបឧបសគ្គយើងជួបញឹកពេកធ្វើយើងខ្លាចហើយវាមិនខុសពីដូចថាឥឡូវយើងដើរទៅលេងព្រៃឬដើរចូលព្រៃហ្នឹងចេះតែជួបចចកចេះតែជួបខ្លាវាញឹកពេកទៅលើកណាក៏ជួបទៅលើកណាក៏ជួបដល់អញ្ចឹងយើងមានអារម្មណ៍ខ្លាចហើយយើងប្រយុទ្ធជាមួយវាយើងពុះពៀការពារខ្លួនយើងកម្ចាត់វាក៏ពិតមែនប៉ុន្តែវាជួបរហូតដល់អញ្ចឹងធ្វើឲ្យយើងមានអារម្មណ៍ភ័យខ្លាចធ្វើឲ្យយើងមានអារម្មណ៍ធុញទ្រាន់ណាបាទអញ្ចឹងធ្វើឲ្យយើងលែងចង់ទៅព្រៃទៀតធ្វើយើងលែងចង់លើព្រៃ
ទៅព្រៃទៀតបាទដោយការងារចឹងដែរប៉ះសិនបើយើងធ្វើជួបបញ្ហាឧបសគ្គជួបបញ្ហាឧបសគ្គគ្រប់តែការងារធ្វើឲ្យយើងធុញហ្មងធុញទ្រាន់អានេះមកពីអីមកពីយើងវាចេះដឹងវាអត់គ្រប់គ្រាន់អញ្ចឹងហើយបើមានអ្នកណាម្នាក់មកប្រាប់យើងថាយើងខ្សោយនេះខ្សោយនោះយើងអរគុណគេហើយយើងស៊ូឆ្លៀកបាទស៊ូជជីកគេដើម្បីឲ្យគេជួយណែនាំណាដើម្បីឲ្យគេជួយណែនាំប្រាប់ផ្លូវយើងដើម្បីឲ្យគេជួយបំភ្លឺយើងបាទពីព្រោះចំណេះដឹងនឹងជាតួអង្គសំខាន់ដំបូងនៅក្នុងការធ្វើអ្វីៗចំណែកការអនុវត្តនឹងជាតួអង្គសំខាន់ទី2បន្ទាប់ពីចំណេះដឹងតើតែយើងមានចំណេះដឹងទើបយើងភ្លឺអាចមើលឃើញវែងឆ្ងាយបាទទើបយើងឆាប់យល់បាទឆាប់យល់ឆាប់ដឹងនៅកិច្ចការនៅហេតុការដែលយើងកំពុងធ្វើនឹងបានបាទហើយកាលណាយើងឆាប់យល់ឆាប់ដឹងហើយយើងធ្វើទៅវាងាយស្រួលយើងធ្វើទៅវាងាយស្រួលអញ្ចឹងណាបាទដោយពាក្យមួយថាបើសិនជាមានពេល1ម៉ោងកាប់ដើមឈើធំមួយគេសុខចិត្តចំណាយពេលដល់ទៅ40នាទីឬ50នាទីដើម្បីសម្លៀងពូថៅឲ្យមុតណាបាទសម្លៀងពូថៅឲ្យមុតនោះគឺមានន័យថាស្មើនឹងធ្វើខ្លួនយើងឲ្យមុតឲ្យកាន់តែចេះឲ្យកាន់តែយល់បាទអញ្ចឹងណាដែលខ្លួនយើងមុតហ្នឹងគឺមានន័យថាតលកាន់តែចេះតលកាន់តែយល់ដឹងមានន័យថាចេះកាន់តែច្រើនជំនាញកាន់តែច្រើនយល់ដឹងកាន់តែច្រើនបាទទើបមុតបាទអញ្ចឹងហើយយើងព្យាយាមមានអ្នកណាមួយនិយាយថាយើងខ្សោយទាំងនេះខ្សោយទាំងនោះអន់នេះអន់ទាំងនោះយើងកុំគិតថាគេរិះគន់យើងកុំគិតថាគេមើលងាយយើងគិតថាគេស្រឡាញ់យើងគិតល្អចំពោះពាក្យសម្ដីដែលគេនិយាយស្មោះត្រង់មកលើយើងណាយើងត្រូវគិតល្អគិតវិជ្ជមានកាលណាយើងគិតល្អគិតវិជ្ជមានធ្វើឲ្យយើងសប្បាយនឹងទទួលពាក្យទាំងអស់ហ្នឹងបាទពាក្យមិនពិរោះទាំងអស់ហ្នឹងប៉ុន្តែបើយើងគិតមិនល្អគិតអវិជ្ជមានធ្វើឲ្យយើងខឹងមួម៉ៅថាគេមើលងាយយើងអញ្ចឹងយើងខឹងយើងមួម៉ៅហើយបាទអញ្ចឹងហើយបើយើងយល់ដឹងហើយបើយើងដេញកែប្រែនៅចំណុចខ្សោយយើងបានហើយនៅអ្វីដែលគេប្រាប់ពេលហ្នឹងយើងមានប្រយោជន៍និងកាន់តែមានប្រយោជន៍បាទមានន័យថាធ្វើអ្វីវាលែងមានបញ្ហាលែងមានឧបសគ្គទៀតព្រោះយើងចេះកាន់តែច្រើនហើយកាលដែលយើងធ្វើអ្វីចេះតែជួបបញ្ហាចេះជួបឧបសគ្គមកពីយើងចេះដឹងតិចមកពីយើងមានជំនាញតិចហ្នឹងហើយតែបើយើងចេះជំនាញច្រើនមានការយល់ដឹងច្រើនយើងធ្វើទៅលែងសូវមានបញ្ហាលែងសូវមានឧបសគ្គហើយបាទអញ្ចឹងណាបងប្អូនបាទអញ្ចឹងហើយសូមបងប្អូនទទួលការគោរពអំពីខ្ញុំហើយកាលណាយើងធ្វើអ្វីមួយលែងមានបញ្ហាលែងមានឧបសគ្គពេលហ្នឹងហើយយើងយល់ថាយើងនឹងមានប្រយោជន៍ហើយដូច្នេះហើយវាត្រូវនឹងពាក្យថាពាក្យស្មោះត្រង់មិនពីរោះតែមានប្រយោជន៍អញ្ចឹងហើយបើយើងយកពាក្យស្មោះត្រង់បានស្ដាប់ពាក្យស្មោះត្រង់បានហើយអភិវឌ្ឍកែតម្រូវពាក្យស្មោះត្រង់ហ្នឹងឲ្យមានប្រយោជន៍យើងនឹងក្លាយជាមនុស្សមានប្រយោជន៍នឹងកាន់តែមានប្រយោជន៍ហើយយើងនឹងសម្រេចជោគជ័យបានជានិច្ចជានិរន្តរ៍បាទគ្រប់កិច្ចការទាំងអស់បាទអរគុណ